បាទសូមគោរពជម្រាបសួរលោកអ្នកបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀប download និង install កម្មវិធី2024ភាសា2025មិនទាន់ចេញទេតែយើងក៏អាច install បានដែរដូចគ្រួទេអត់ទៅពិបាកទេធ្វើតាមខ្ញុំតែប្រហែលចំណុចទេបាទទី1គឺយើង download Microsoft deployment tool ហើយនឹង Microsoft 365នេះ365 app admin center ហ្នឹងចេញពីGoogle Chrome បាទអញ្ចឹងយើងនឹងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាសាប់ខ្ញុំមានហើយនេះ Word 2025នេះខ្ញុំបាន download ហើយអញ្ចឹងខ្ញុំនឹងលុបវាអញ្ចឹងដើម្បីលុបវាយើងចូលទៅកាន់ search នេះមកហើយតែ control panel មក control panel មកអញ្ចឹងវានឹងចេញឲ្យនេះ system នេះអញ្ចឹងចុច panel បាទបន្តមកយើងឃើញហើយយើងចូលឡើង program នេះដើម្បីលុបprogram and feature អូខេតោះមកយើងទៅរក Office 365ចឹងក៏ទៅក្រោមមកយើងមើលនៅទីណាគឺនេះ Office Microsoft Office នេះ Professional Plus 2024អូខេអញ្ចឹងខ្ញុំធ្វើការលុបវាបាទចុចលុបសិនអូខេអញ្ចឹងខ្ញុំលុបអីបាទសំខាន់តិចចុច uninstall មកអញ្ចឹងវានឹងលុបចេញពី computer របស់ខ្ញុំហើយខ្ញុំនឹងធ្វើការ download វាឲ្យអ្នកនរគ្នាបានមើលទស្សនានិងអ្នកនរគ្នានឹងចេះពីរបៀប download វាឲ្យប្រើប្រាស់បានអញ្ចឹងលុបបាត់ហើយបាទនេះ done install អញ្ចឹងចុច close មកអញ្ចឹងនេះខ្ញុំបានលុបបាត់ហើយអូខេបាត់ហើយបាទសតតែกระดาษសមានន័យថាវានៅ logo វាតើយើង restart ម៉ាស៊ីនវាសិនថ្មីអញ្ចឹងវាបានលុបហើយអូខេអញ្ចឹងខ្ញុំប្រាប់ពីចំណុចវាការ download បានប្រាប់បាញ់ទ្រុសហើយអញ្ចឹងទី1ទី2ទី3មាន3ចំណុចហ្នឹងណាអូខេអញ្ចឹងចូលមកតោះទី1យើងទៅធ្វើអីទី1ទៅ download Microsoft Deployment Tool បាទហើយនឹង Microsoft 365 Apps Admin Center អញ្ចឹងតើបងប្អូនអញ្ចឹងយើងចូលកន្លែងតើមាន browser មកមាន Chrome ចូល Chrome មកបាទទី1អ្នកនរគ្នាវាយបែបនេះមើលខ្ញុំប្រាប់វាយបែបហ្នឹងមកនៅក្នុង Google Chrome មកតោះមកចុចត្រូវយកលើរបស់គេជាកម្មវិធីដែល Microsoft Office standard របស់គេបាទនេះចុចលើហ្នឹងមកយក download Office deployment tool from Office ចុចលើវាមកអូខេវាមានបញ្ហាអីទេបាទនេះគឺគេនឹង update បាទ2025បាទអញ្ចឹង download មកអូខេអញ្ចឹងនេះបានមួយហើយមួយហ្នឹងណាគេគឺមួយនេះនេះគឺយើងបាន down មិញអូខេហើយបន្តមកនៅនេះ365អញ្ចឹងចូលឡើងនេះមកអូខេចូលមកចុចយើងដល់គ្នាវាបែបនេះមក Microsoft 365 Apps Admin Center បាទវាបែបហ្នឹងមកហើយចុច click លើវាមករូបបែបនេះបាទអូខេអញ្ចឹងសូមចាំតិច create a new configuration yes not configure yeah configuration ចុចលើវាមក create បាទអូខេតើមកឃើញបែបនេះហើយនេះបើបោះទាំងអស់គ្នា32 bit អញ្ចឹងអ្នកនរគ្នា down 32 bit មកអូខេតែសម្រាប់ខ្ញុំគឺ64 bit អូខេកុំព្យូទ័រអ្នកនរគ្នាប្រកាសជា64 bit ដែរអូខេអញ្ចឹងដើម្បីមើលនឹងតាណានៅកន្លែងតែកុំឲ្យហួសពេលអញ្ចឹងអ្នកនរគ្នាប្រកាសជា64 bit អញ្ចឹងចូលមកហើយបន្តមកបងប្អូនគ្នា scroll ទៅក្រោមតិចហើយបន្តមកចូលមើល Office Sheet
ចឹងបងប្អូនចុចកន្លែង select office sheet នេះមកបាទនៅជួរទី1គេជួរដើមគេហើយបន្តមកបងប្អូនទៅរកពាក្យនេះ Office Professional Plus 2024នេះមក2024នេះមក Word 2024មកតែក៏ឲ្យរត់ទៅលើក៏បានរត់ទៅលើមកនេះចាប់ពីត្រឹមនេះមក1 2 3 4 5នៅកន្លែងទី5ចុចមកអូខេតបហើយមកអូខេតបឲ្យរើសហើយសូមអូសទៅក្រោម scroll ទៅក្រោមបាទហើយយើងមើលកន្លែងពាក្យ add នេះគឺអ្នកទាំងអស់គ្នាចង់រើសចង់បាន Office អីខ្លះតើនឹងគឺ Office អញ្ចឹងយើងចង់បានតែ PowerPoint ហើយនឹង Word ហើយនឹង Excel មែនទេអស់គ្នាចង់បាន Access ក៏បាន OneDrive ក៏បានចង់បាន Publisher ក៏បានតែសម្រាប់ខ្ញុំយកតែ3ទេអញ្ចឹងខ្ញុំយកតែ3ខ្ញុំ select តែ3ចុច next មកបាទបន្តមកកន្លែង language នេះបងប្អូនរើសអាមេរិកកាំងមកបាទ English United States មកបាទពេលហ្នឹងបាទហើយចុច next ទៀតមកបាទ next ទៀតមកបាទហើយ next ទៀតមក next អស់មកបាទហើយបាទចុចពាក្យ finish អូខេហើយបន្តមកទៀតយើងត្រូវធ្វើអីយើងមើលមកខាងឆ្វេងយើងចុចអាកណ្ដាលនេះ export បាទចុច export មកបន្តមកបងប្អូនគ្នាចុចអាលើគេបងប្អូន keep current setting choose this option to keep this current setting for this deployment configuration បាទនេះគឺជាកម្មវិធីដែលយើងរើសមិញយើងរើស Word យើងរើសអីគេ Excel PowerPoint ចុច tick មកបាទចុច tick ចុច OK អូខេតមក create មួយទៀតមក I accept មក export មកអូខេអញ្ចឹងបានហើយកម្មវិធីពីរហ្នឹងបានហើយតមកយើងចេញមកបាទអញ្ចឹងចូលជំហានទី2ជំហានទី2គឺយើងត្រូវខ្ចប់ file អញ្ចឹងគឺមកដល់ខ្ចប់ file អូខេខ្ចប់ file ដាក់នៅក្នុង drive C អញ្ចឹងយើងបន្ទាប់ពីយើង download ហើយយើងទៅរកកន្លែងពាក្យយើងចូល file manager មកចុចនេះចូលលេខ file មកចូលឯកសារមកបាទចាំតិចអូខេបន្ទាប់មកបងប្អូនគ្នាទៅរកកម្មវិធីទៅរកកម្មវិធីមិញពីមិញដែលយើង download អូខេបងប្អូនគ្នាចុចកន្លែងនេះមកហើយ download ឬកន្លែង sin ក៏បានដែរទៅរក tool ពីមិញដែលយើង download អញ្ចឹងចាំតិចបាទនេះអញ្ចឹងពីនេះមែនទេអញ្ចឹងពីនេះដែលយើងបាន download មិញថ្មីនេះបើបងប្អូនគ្នាមិនជឿទេមើលម៉ោងគេនេះយើងទៅ download ថ្មីមិញអូខេអ្វីដែលបងប្អូនគ្នាត្រូវធ្វើគឺអ្នកនរគ្នាបង្កើត folder មួយមកចុច right click sorry ចុច right click បាទចុច right click មួយមកបាទបន្តមកនេះចុច new មក new ហើយបន្តមកចុច folder ចុចនេះអូខេបន្តមកដាក់វាយអក្សរដាក់ឈ្មោះមកដាក់ MS ខ្ញុំសេអក្សរទូចទៅខ្ញុំសេអក្សរទូចមកហើយបន្តមក365បាទខ្ញុំដាក់អញ្ចឹងដើម្បីងាយស្រួលក្នុងការសរសេរក្នុងការអាន Office អញ្ចឹងអូខេចុះអូខេបានហើយEnter មកអូខេហើយបន្តមកបងប្អូនគ្នានេះ select ទាំងពីរមកហើយបន្តមកបងប្អូនគ្នាចុច double click ឲ្យជាប់មកអូសមកដាក់ហើយញាត់ចូលកន្លងនេះភ្លក់មកចូល folder ដែលយើងទៅបង្កើតមកOS 365អញ្ចឹងបានចូលហើយបន្តមកយើងចូលទៅក្នុងfolder ដែលយើងចូលវាដាក់មិញអូខេបន្តមកទៀតអ្នកនរគ្នាចូលកន្លែងនេះមកចុច run កន្លែង Office Deployment Tool មក right click បាទ
ok បន្តមកចុច run as admin yeah administration ចុចចូលនេះមក click មកអូខេចាំតិចបន្តមកបងប្អូនគ្នាចុច yes តទៅចុច yes ហើយចុច click នេះ click here to accept ចុច continue អូខេដល់ឲ្យធ្វើតាមខ្ញុំតាមទៅហ៊ាន3ជំហានទៅនេះខ្ញុំប្រាប់គឺនឹងទទួលបាន 100% មកតមកបងប្អូនគ្នាទៅរកអាកន្លែងដែលយើងដាក់ file មិញអញ្ចឹងខ្ញុំដាក់នៅតាណានៅកន្លែង download ចុចកន្លែង download មកតមកចូលនេះដាក់ក្នុងនេះអូខេដាក់ក្នុង ms 365ហ្នឹងមកចុចលើវាមកចុចអូខេបាទអញ្ចឹងវានឹងពន្លាទៅក្នុងនឹង file extracted successful ជោគជ័យហើយបាទតមកអ្វីដែលយើងត្រូវធ្វើទៀតគឺយើង copy យើងចូលកន្លែង download មកបាទអញ្ចឹងយើង copy នេះចុច copy ms 365ហ្នឹងមកអ្នកទាំងអស់គ្នាចង់ចុច shortcut ក៏បានដែរខ្ញុំចុច copy បណ្ដោយដើម្បីអ្នកទាំងអស់គ្នាងាយស្រួលចុច left មកបាទបន្តមកខ្ញុំចុចពាក្យ copy បាទ copy មកហើយចូលក្នុង drive C អូទៅក្រោមមកចូល desktop ចូល disk PC ចូលស្អីចូល disk PC ហើយបន្តមកចូល drive C នេះបាទអូខេបន្ទាប់ពីចូល drive C មកដល់គ្នាផាសទៅនឹងមកអូខេផាសនេះចុចផាសមកដាក់វាទៅនឹងមកអូខេអញ្ចឹងយើងចប់ជំហានទី2ហើយអញ្ចឹងចូលជំហានទី3បាទជំហានទី3គឺ run cmd អូខេយើងទៅ run cmd សិនអូខេខ្ញុំខ្ជិលខ្វាយនេះចុច run cmd សិនមកយើងចូលកន្លែងនេះកន្លែង search នេះកន្លែង window នេះចុចកន្លែង window នេះឬក៏ចុចកន្លែង search ក៏បានដែរមួយណាក៏បានដែរបាទតមកបងប្អូនគ្នាចុចវាយពាក្យថា cmd បាទអូខេតមកអ្នកនរគ្នា select កន្លែងទៅនេះក៏បាននៅចុចទៅនេះក៏បានអញ្ចឹងខ្ញុំចង់ចុចនេះក៏បានចុចនេះក៏បានតែអ្នកនរគ្នាត្រូវចាំអត់ចុច open ទេណាចុច open តើអ្នករត់ទៅបានទេ run ដែរគឺចុចយក run as admin switcher ចុចឲ្យមានរូបសញ្ញាខែលនេះដូចមានការនិយាយចឹងខ្ញុំចុច right click ទៅនេះក៏បានចុចទៅនេះក៏បានហើយចុចទៅនេះក៏បានដែរចុចខ្ញុំចុចនេះមកអូខេចុច yes អូខេកន្លែងទៅនេះអ្វីដែលបងប្អូនត្រូវសរសេរគឺសូមសរសេរតាមខ្ញុំមកទៅថ្មី C D ហើយបន្តមក C ហើយដាក់រូបបែបនេះដាក់ចុច2ហ្នឹងបាទសេបែបនេះអូខេហើយបន្តមក backslash បែបនេះអូខេហើយបន្តមកបងប្អូនគ្នាសរសេរពាក្យដែលយើងបង្កើត folder មិនសរសេរ folder ដែលយើងផាសក្នុង drive C នេះសរសេរនេះms 365នេះសរសេរអានឹងចូលមកបាទសរសេរមកក្នុង drive C ដែលយើងផាសមិញms 365អូខេបន្តមកចុច enter បាទអញ្ចឹងវានឹង drive C ចំណុចហ្នឹងអ្នកនរគ្នាត្រូវសរសេរបែបនេះបាទសរសេរ set up មក set up ហើយ space មួយ and then បន្តមកយើង slash ហើយបន្តមក say configure configure បាទទីបែបនេះ configure and ហើយបន្តមកដាក់មក space មួយទៀត configuration .html បាទឲ្យ say បែបហ្នឹងមកនេះ set up configure ហើយ configuration .html តើបងប្អូនគ្នាចុច enter មក
bụi chẳng vì nâng ràng ở gì vì nâng download ở gì thôi ok chăm tí đái ba chúng ta buông lại cái ba ok chẳng vì đái bà thì cái buông đâm lại cá về yeah ok chẳng việc đái bà chẳng please stay online while Microsoft bà vì buông đâm lại cá vì kinh đánh just của mình chứng số chấm là bây giờ đó hiện đạo bình được nói cầm thi vượt nên đâm lại cá okay. Ok rồi nhé cao tầm lại bởi vì mình chụp chị á bàต่อมาเนี่ยเราเอาเนี่ยបើសិនជាเราเนี่ยអត់ឃើញទេអត់ឃើញ load នៅលើ desktop នេះទេអញ្ចឹងเราเนี่ยត្រូវចុច search បែបនេះចុច line search ហើយចុចចុចពាក្យ CV ពាក្យបែបតាមខ្ញុំ Word បាទវាពាក្យអញ្ចឹងមកបន្តមកเราเนี่ยចុចកន្លែងនេះ open application អូខេបន្តមកចុចឃើញបែបហ្នឹងមកបាទ sorry បាទអញ្ចឹងអ្នកនរគ្នាចុចបែបចេះមកចុច select វាបែបហ្នឹងមកវាឃើញនៅក្នុងអេក្រង់ណាបងប្អូនឃើញនៅក្នុងអេក្រង់ចុចបែបហ្នឹងហើយចុច right click ហើយទៅរកពាក្យថានេះចុចសូដោយសារ Windows 11អញ្ចឹងវាចុចសូទៅចុចសូអញ្ចឹងចុច create shortcut មកចុចលើហ្នឹងមកដោយសាររបស់ខ្ញុំមានស្រាប់ហើយខ្ញុំមិនចុចទេឬក៏មួយទៀតតើខ្ញុំចង់ធ្វើបែបនេះក៏បានបាទចូលសុយតោះឲ្យចុចលើវាបែបហ្នឹងហើយតើអ្នកចុច right click ជាប់ហើយអូសវាមកដាក់លើនេះបាទអូសមកដាក់លើនេះមកហើយចុចដោយសាររបស់ខ្ញុំមានស្រាប់អញ្ចឹងវាចុចវានៅនេះហើយអញ្ចឹងខ្ញុំចុច replay មកបាទអញ្ចឹងវានៅនេះគេដោយសារខ្ញុំអូសមកពីនេះមករាល់តែអស់ចង់អូសកម្មវិធីមួយណាចង់អូស10អូស10នេះមកអញ្ចឹងមានតែប៉ុណ្្នឹងដែរអ្នកនរនេះគឺធ្វើតាម3ចំណុចហ្នឹងទៅទូបានជោគជ័យហើយអូខេបានហើយ100%តើធ្វើបានអូខេអរគុណច្រើនជម្រាបលាដល់អ្នក